ខ្លាញ់តែបានទេពួកយើងចង់ទៅទីនោះអរគុណម្ចាស់សត្វយាននេះនៅទីនោះអេសាខ្ញុំម្ចាស់ចង់និយាយថាម្ចាស់ស្ត្រីខ្ញុំម្ចាស់ទៀតហើយអាចខ្ញុំម្ចាស់ណែនាំនៃព្រះអង្គហាននៃនគរអាលខាងត្បូងម្ចាស់ស្ត្រីពួកទូបង្គំចង់បានការប្រទានពររបស់ម្ចាស់ស្ត្រីរៀបអភិសេករបស់ពួកខ្ញុំម្ចាស់អភិសេកព្រះពរយើងសុំទោសយើងច្រឡំពួកខ្ញុំម្ចាស់មិនតាំងមានកម្រងនៅឡើយទេហើយខ្ញុំម្ចាស់ត្រូវការប្រហែលថ្ងៃដើម្បីរៀបចំកម្រងហើយខ្ញុំម្ចាស់ត្រៀមស៊ុបសាច់អាំងនិងការ៉េមហើយបន្តមកចាំតិចពួកយើងនៅរស់នៅទីនេះនិយាយត្រូវប្រកាសណាពួកយើងអាចហៅព្រះរាមទាំង12អង្គរបស់ទ្រង់ឲ្យមករស់នៅជាមួយពួកយើងទៅប៉ុន្តែពួកយើងចាំដេញយឺតគ្មានព្រះរាមរបស់អ្នកណាម្នាក់អាចស្នាក់នៅទីនេះទេគ្មានអ្នកណាម្នាក់អាចរៀបអភិសេកបានទេថាម៉េចតែយើងនិយាយជាមួយឯងបន្តិចបានទេគឺម្នាក់ឯងទេអត់ទេអ្វីដែលទ្រង់ត្រូវនិយាយទ្រង់អាចនិយាយជាមួយខ្ញុំម្ចាស់ទាំងពីរបានអញ្ចឹងបានឯងមិនអាចរៀបអភិសេកជាមួយនឹងបរិសុទ្ធដែលឯងទៅស្គាល់បានទេបានសិនជាស្នេហាប៉ិនអាណាតែឯងដឹងអ្វីខ្លះអំពីស្នេហាប៉ិនច្រើនជាងទ្រង់អ្វីទាំងអស់ដែលទ្រង់ចេះគឺវិធីរារាំងគេឯងសំពរជ័យពីយើងប៉ុន្តែចម្លើយរបស់យើងគឺទេពេលនេះសុំទោសម្ចាស់ស្ត្រីបើសិនជាទូបង្គំអាចបន្ធូរទេព្រះអង្គម្ចាស់មិនអាចទេហើយយើងគិតថាព្រះអង្គម្ចាស់គួរទៅហើយពិធីចាប់ហើយបិទពីនគរទេចាំតែឲ្យស្រាំដៃមកយើងអេសាសំវខ្ញុំម្ចាស់មិនអាចរស់នៅដូចនេះបានទៀតទេអញ្ចឹងចាក់ចេញទៅខ្ញុំម្ចាស់ទ្រាំធ្វើអ្វីដាក់ត្រង់ទៅមិននឹងបានហើយអាណាអត់ទេហេតុអីបានជាត្រង់រារាំងខ្ញុំម្ចាស់ហេតុអីបានជាត្រង់រារាំងពិភពលោកតើត្រង់ខ្លាចអ្វីទៅហេតុអីថាមិននឹងបានហើយមុនណាគុំយើងនឹងថាមានរឿងអ្វីកាត់ឡើងគួរសង្ស័យហើយនៅកន្លែងនេះអេសានាងនៅទីនោះមែនហើយគឺត្រង់ម្ចាស់ស្ត្រីអេលសាម្ចាស់សត្វយាននេះ